ម៉ាក់ចុះមកញ៉ាំបាយមកញ៉ាំបាយដូចខ្ញុំមែនទេចាំមើលបន្តិចទៀតគាត់ហៅខ្ញុំថាអីកូនអើយកូនអាយុប៉ុន្មានហើយ3ឆ្នាំកន្លះហើយ3ឆ្នាំកន្លះខ្ញុំទើបតែ19ឆ្នាំទេពេលខ្ញុំ15ឆ្នាំកន្លះខ្ញុំទើបតែរៀនថ្នាក់ទី10មិនអីទេប្រហែលជាកំពុងយកសព្ទទេដឹងភ្ញាក់មកវិញគឺចប់ហើយម៉ាក់ត្រូវញ៉ាំបាយមានអ្វីខុសប្រក្រតីហើយអូយឈឺមែនទេកូនប្រហែលជាច្រឡំមនុស្សហើយម៉ាក់មិនមែនជាម៉ាក់របស់កូនទេខ្ញុំក៏នៅជាក្មេងម្នាក់ដែរខ្ញុំមិនចេះលួងក្មេងទេកុំយំអីសៀងយឺកុំយំអីកូនសម្លាញ់ប៉ានៅទីនេះហើយរូបរាងពីក្រោយនេះមើលទៅដូចជាធ្លាប់ឃើញពីមុនមកស៊ូមៀវកុំធ្វើលើសលប់ពេកអ្នកចង់ធ្វើបាបខ្ញុំយ៉ាងណាក៏បានតែកុំធ្វើបាបកូនសៀងយឺមិនបានធ្វើអ្វីខុសទេចៅឈឺយឺអ្នកគឺចៅឈឺយឺមែនទេហេតុអ្វីអ្នកមកនៅក្នុងផ្ទះខ្ញុំចៅឈឺយឺតើអ្នកមានកូនប្រុសធំប៉ុននេះតាំងពីពេលណាគ្រប់គ្រាន់ហើយស៊ូមៀវខ្ញុំដឹងថាអ្នកចិត្តដាច់មិននឹកស្មានថាអ្នកធ្វើដល់ថ្នាក់នេះដើម្បីលេងលេះជាមួយខ្ញុំហើយទៅរកប្រុសម្នាក់នោះអ្នកដល់ថ្នាក់មិនទទួលស្គាល់កូនបង្កើតខ្លួនឯងទៀតចង់លេងលេះក៏បានកូនត្រូវនៅជាមួយខ្ញុំ3ថ្ងៃទៀតខ្ញុំនឹងឲ្យមេធាវីផ្ញើលិខិតលេងលេះទៅឲ្យអ្នកលេងលេះអីខ្ញុំជាមួយអ្នកនេះមិនមែនជាបន្ទប់របស់ខ្ញុំទេមានរឿងអ្វីកើតឡើងខ្ញុំហាក់ដូចជាធ្លាប់មកទីនេះជាផ្ទះរបស់ចៅជីយីតែហាក់ដូចជាមានរបស់របរថ្មីច្រើនណាស់អូយខ្ញុំហាក់ដូចជាបានមកនៅក្នុងកន្លែងដែលមិនគួរមកឬមួយខ្ញុំបានឆ្លងពេលវេលាមែនទេ6ឆ្នាំហើយពេលវេលាបានកន្លងផុតទៅ6ឆ្នាំហើយខ្ញុំថែមទាំងបានរៀបការជាមួយគូត្រូវចៅជីយីទៀតថែមទាំងមានកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ទៀតរឿងនេះពិតមែនឬ6ឆ្នាំហើយឲ្យខ្ញុំធ្វើម៉េចទៅពេលវេលាដ៏មានតម្លៃរបស់ខ្ញុំត្រូវអ្នកលួចយកទៅអស់ហើយសងខ្ញុំវិញមកអ្នកនាងមិនអីទេលោកមេធីវីលីរៀបចំលិខិតលែងលះរបស់ខ្ញុំឲ្យរួចរាល់ក្នុងរយៈពេល3ថ្ងៃរឿងកូននឹងទ្រព្យសម្បត្តិធ្វើតាមផ្លូវច្បាប់ទៅអ្វីដែលត្រូវឲ្យគាត់គឺឲ្យគាត់ទៅលិខិតលែងលះទោះបីជាលើលោកនេះគ្មានប្រុសសមម្នាក់ក៏ដោយខ្ញុំក៏មិនយកមនុស្សដូចជាចៅជីយូដែរមិននឹកស្មានថាគូស្ត្រូវក្នុងរឿងប្រឡំលោកខ្លាចជាប្តីរឿងក្នុងសៀវភៅកើតឡើងលើខ្ញុំមែនទែនចៅជីយូអាមនុស្សអាក្រក់ខ្ញុំស្រវឹងខ្លាំងណាស់ម៉ាក់បើកូនចៅសៀងយួនជាកូនរបស់ខ្ញុំនិងចៅជីយូមែននោះកូនពិតជាគួរឲ្យអាណិតណាស់ទោះមិនដឹងថា6ឆ្នាំនេះមានរឿងអ្វីកើតឡើងតែកូនមិនដឹងរឿងអ្វីទេម៉ាក់អោបណាអ្នកនាងត្រូវការអ្វីដែរគាត់ហាក់ដូចជាកំពុងការពារខ្លួនពីខ្ញុំ6ឆ្នាំនេះមានរឿងអ្វីកើតឡើងខ្ញុំរៀបការជាមួយគូស្ត្រូវចៅជីយូថែមទាំងមានកូនប្រុសម្នាក់ទៀតកូនអាយុ3ឆ្នាំកន្លះពុករួមទាំងពេលពុះយ៉ាងហោចណាស់ក៏រៀបការបាន4ឆ្នាំជាងមានន័យថាទើបតែគ្រប់អាយុរៀបការខ្ញុំក៏រៀបការជាមួយគាត់បាត់ទៅហើយជឿបានទេខ្ញុំអាចរៀបការជាមួយចៅជីយូបានយ៉ាងម៉េចតើមានរឿងអ្វីកើតឡើងទៀតខ្ញុំសង្ស័យថាខ្ញុំខ្លាចជាមនុស្សស្រីអាក្រក់ម្នាក់ថែមទាំងជាមនុស្សដែលចូលចិត្តជេរប្រមាថអ្នកដទៃទៀតខ្ញុំពិតជាមានចរិតមិនសូវល្អមែនម៉ាក់ធ្លាប់និយាយថាខ្ញុំឆាប់ខឹងណាស់តែខ្ញុំក៏មិនមែនជាមនុស្សដែលចេះតែទៅរករឿងអ្នកដទៃដែរកុំទាន់ឲ្យចូលទៅចិត្តកូនខ្ញុំត្រូវតែដឹងការពិតសិនតែសួរអ្នកណាទៅជឿថាខ្ញុំឆ្លងពេលវេលាមកពី6ឆ្នាំមុនមកដល់6ឆ្នាំក្រោយខ្ញុំមិនទាន់បានសប្បាយនឹងជីវិតយុវវ័យផងមិនទាន់បានមានស្នេហាផ្អែមល្ហែមផងភ្ញាក់ពីគេងមកមិនត្រឹមតែរៀបការមានកូនប្តីថែមទាំងជាគូត្រូវចាស់ទៀតពិតជាពិបាកចិត្តណាស់
អាណិតអាយុ6ឆ្នាំរបស់ខ្ញុំដែលបាត់បង់ទៅលោកស្រីលោកជូគាត់យំផងសាច់ផងដូចជាមនុស្សឈួតអញ្ចឹងមើលកូនឲ្យល្អកុំឲ្យគេប៉ះឆេងយួនកុំឲ្យគាត់នៅជាមួយសេងយួនតែពីរនាក់ឲ្យសោះជាពិសេសគឺលោកចៅមិត្តសម្លាញ់របស់ខ្ញុំមិត្តល្អរបស់ខ្ញុំមិនដែលឃើញគាត់និយាយជាមួយខ្ញុំដោយត្រជាក់ត្រជុំបែបនេះសោះ6ឆ្នាំនេះខ្ញុំបានធ្វើអ្វីខ្លះទៅជាវខ្ញុំខ្ញុំចង់ជួបអ្នកវូហួរខ្ញុំនៅមន្ទីរពេទ្យសត្វនេះអ្នកបើកឡានមកឬជិះតាក់ស៊ីមកចុះដែលណាទៅខ្ញុំមិនដឹងថាខ្ញុំនៅឯណាទេអ្នកមិនដឹងទេហេអ្នកបាត់បង់ការចងចាំមែនទេអ្នកជឿទេខ្ញុំផ្ញើទីតាំងឲ្យអ្នកហើយជំរាបសួរលោកស្រីរបស់លោកចៅលោកបានចេញទៅក្រៅបាត់ហើយយំផងវីផងដឹងហើយថ្ងៃក្រោយខ្ញុំនឹងបើកមន្ទីរពេទ្យសត្វដោយខ្លួនឯងធ្វើការទៅលេងឆ្មាលេងឆ្កែទៅហេខ្ញុំថែមទាំងគិតឈ្មោះរួចហើយហៅថាមៀវមៀវឆេងយកឈ្មោះអ្នកមកផ្សំជាមួយឈ្មោះខ្ញុំចម្លែកណាស់តែមានអារម្មណ៍ដូចឃើញក្មេងធ្វើជាមនុស្សធំគួរឲ្យអស់សំណើចបន្តិចដែរជូតមុខទៅមើលមិនបានទេឡើងទៅជាន់ទី2ជាមួយខ្ញុំមិនឆ្ងាញ់សោះរបស់អ្នកសុំភ្លុកបន្តិចមិនក៏របស់អ្នកល្វីងដូចគ្នាអញ្ចឹងសុទ្ធតែជាកាហ្វេខ្មៅទឹកកកដូចគ្នាទេមួយនេះជួយឲ្យស្រស់ស្រាយនេះជាតម្លៃនៃការធំឡើងមែនទេសូម្បីតែកាហ្វេក៏ត្រូវផឹកល្វីងដែររអ៊ូវៃនឹងជាវងខ្ញុំមិនចង់ផឹកកាហ្វេល្វីងបែបនេះទេខ្ញុំចង់ផឹកកូកាកូឡាទឹកកកយូរហើយដែលគាត់មិនបានធ្វើខ្លួនបែបនេះអើយនេះទើបជាអ្វីដែលមនុស្សគួរផឹកថ្ងៃនេះគាត់ហាក់ដូចជាប្លែកបន្តិចមានអារម្មណ៍ថាធ្លាប់ស្គាល់ពីមុនមកគ្រាន់តែជាកូកាកូឡាមួយដបសោះជូឈីយូឲ្យលុយអ្នកអំពៃលៀនរាល់ខែនៅមិនទាន់គ្រប់គ្រាន់ទៀតមែនទេអ្នកថាប៉ុន្មានណាគាត់ឲ្យលុយខ្ញុំប៉ុន្មានក្នុងមួយខែតាំងពីអ្នករៀបការជាមួយគាត់មកគាត់ឲ្យលុយចាយវីអ្នក10លានរាល់ខែពេលសម្រាលកូនរួចទើបដំឡើងដល់20លានរឿងនេះខ្ញុំមិនដែលដឹងសោះអ្នកគួរតែដឹងរឿងនេះច្បាស់ជាងខ្ញុំទៅទៀតសៀវសុងចាំបានទេថាសម័យរៀនវិទ្យាល័យយើងចូលចិត្តអានប្រឡំលោកស្នេហាបែបណារឿងមហាសេដ្ឋីស្រឡាញ់ស្រីវ័យកណ្ដាលសម័យនេះគេនិយមរឿងបែបហ្នឹងមិនមែនទេខ្ញុំចង់និយាយថារឿងឆ្លងភពមកស្រឡាញ់មនុស្សដែលព្រមលិខិតកំណត់នេះមិនមែនជារឿងដែលយើងចូលចិត្តអានកាលពីមុនទេហេមែនហើយខ្ញុំទើបតែអានកាលពីម្សិលមិញនេះឯងកំពុងរងចាំអ្នកនិពន្ធសរសេរវគ្គបញ្ចប់និយាយទៅឥឡូវនេះកន្លងផុតទៅ6ឆ្នាំហើយតើសៀវភៅនោះចប់ហើយឬនៅតួឯកប្រុសស្រីបានជួបគ្នាទេគេបែកគ្នាតួឯកស្រីត្រឡប់ទៅពិភពដើមវិញបាត់ខ្លួនពីពិភពរបស់តួឯកប្រុសបាត់ទៅមិនក៏ធ្វើបែបនេះរឿងដែលខ្ញុំចូលចិត្តខ្លាំងម្ល៉េះមិនក៏ចប់បែបនេះខ្ញុំស្អប់អ្នកនិពន្ធណាស់ខ្ញុំចង់ផ្ញើកាំបិតទៅឲ្យគាត់រឿងនឹងងាយស្រួលទេគេហទំព័រដែលគាត់ចុះកិច្ចសន្យាត្រូវបានប្តីអ្នកទិញយកកាលពី3ឆ្នាំមុនបើអ្នកចង់រកគាត់សួរទៅប្តីអ្នកទៅតែត្រូវមើលថាគាត់ព្រមនិយាយជាមួយអ្នកឬអត់សៀវសុងខ្ញុំមានរឿងសម្ងាត់ធំមួយចង់ប្រាប់អ្នកត្រូវតែជឿជាក់លើខ្ញុំណាជឿអ្នកដើម្បីឲ្យអ្នកក្បត់ខ្ញុំម្ដងទៀតមែនទេស៊ូមីរឿងអ្វីក៏ដោយកុំឲ្យលើសពី3ដងអ្នកបោកប្រាស់ខ្ញុំ3ដងហើយខ្ញុំអត់អន់ឲ្យអ្នកម្ដងហើយម្ដងទៀតលទ្ធផលដែលខ្ញុំទទួលបានគឺអ្វីគឺការក្បត់ដែលកាន់តែធ្ងន់ធ្ងរជាងមុនព្រោះតែអ្នកទើបខ្ញុំបាត់បង់សៀវសុងខ្ញុំពិតជាមិនដឹងថាប៉ុន្មានឆ្នាំមកនេះមានរឿងអ្វីកើតឡើងខ្លះខ្ញុំឆ្លងភពមកពីពេលដែលខ្ញុំអាយុ19ឆ្នាំម្សិលមិញនេះខ្ញុំនៅជាមួយអ្នកនៅអេវីឡាដើម្បីអបអរថ្ងៃកំណើតអាយុ19ឆ្នាំរបស់ខ្ញុំស្រវឹងហើយពេលភ្ញាក់ឡើងក៏មកដល់ទីនេះខ្ញុំពិតជាមិនដឹងថាមានរឿងអ្វីកើតឡើងទេជឿខ្ញុំទៅបានទេកូនខ្លាឃ្មុំឲ្យសូមជឿបងម្ដងបានទេយើងធ្លាប់សន្យាថានឹងធ្វើជាមិត្តល្អនឹងគ្នារហូតទៅម្សិលមិញខ្ញុំនៅអាយុ19ឆ្នាំនៅឡើយតែថ្ងៃនេះបើភ្នែកមកខ្លាចជាអាយុ25ឆ្នាំបាត់ទៅហើយខ្ញុំនៅចាំបានថាក្នុងពិធីខួបកំណើតអាយុ19ឆ្នាំរបស់ខ្ញុំ
អ្នកបានប្រកួតផឹក Coca-Cola ជាមួយគេអ្នកផឹកដល់ទៅ18កែវហើយឈ្នះលេខ1ទៀតរីករាយថ្ងៃកំណើតណាមៀវមៀវជូនពរឲ្យមៀវមៀវខ្លាយជាមនុស្សដែលមានសុភមង្គលបំផុតក្នុងលោកហាហាអ្នកពិតជាមៀវមៀវអាយុ19ឆ្នាំមែនទេមែនហើយខ្ញុំមិនបានកុហកអ្នកទេសូមឲ្យខ្ញុំមិនកុហកអ្នកឡើយខ្ញុំធ្លាប់ស្បត់ថាជីវិតនេះនឹងមិនកុហកអ្នកដាច់ខាតបាននិយាយបែបនេះខ្ញុំមិនបានរៀបពាក្យនេះពីមាត់គេយូរមកហើយអ្នកថាអ្នកមកពី6ឆ្នាំមុនយប់មិញនៅកំពុងធ្វើខួបកំណើតអាយុ19ឆ្នាំអញ្ចឹងអ្នកគ្មានការចងចាំក្នុងរយៈពេល6ឆ្នាំនេះតតែសោះខ្ញុំបើកភ្នែកមកគឺស្ទើរតែឈួតទៅហើយខ្ញុំបែរជាទៅរៀបការជាមួយគូត្រូវជូឈីយូថែមទាំងមានកូនជាមួយគេទៀតអ្នកមិនដឹងទេពេលអ្នករៀបការអ្នកពិតជាស្រឡាញ់គេខ្លាំងណាស់អ្នកកំពុងនិយាយពីខ្ញុំមែនទេខ្ញុំអាចទៅស្រឡាញ់អាមនុស្សដូចជូឈីយូបានយ៉ាងម៉េចចុះបន្ទាប់មកទៀតបើខ្ញុំស្រឡាញ់គេហើយព្រមមានកូនជាមួយគេចុះហេតុអ្វីបានជាវាវិវត្តមកដល់ចំណុចនេះទៅវិញរឿងវាចាប់ផ្ដើមពីឆ្នាំដែលអ្នកសម្រាប់លំហែមាតុភាពអ្នកបានទៅស្រឡាញ់ប្រុសម្នាក់ទៀតជូឈីយូបានព្យាយាមខាត់អ្នកសូម្បីតែពេលអ្នកធ្វើរឿងឈួតគេថែមទាំងលុតជង្គង់សុំអង្វរអ្នកទៀតផងអ្នកថាជូឈីយូលុតជង្គង់សុំអង្វរខ្ញុំជូឈីយូដែលតែងតែមានអំនួតម្នាក់នោះអ្នកមិនអីទេមែនទេបើមិនស្រួលខ្លួនខ្ញុំនាំទៅជួបគ្រូពេទ្យមិនអីទេសម្រាប់បន្តិចទៅគឺបាត់ហើយក្រោយមកអ្នកព្រមគេថានឹងសម្រាលកូនឈ្មោះស៊ីនយួនដោយមានលក្ខខណ្ឌថាគេត្រូវឲ្យលុយអ្នក1000លានតែលុយនោះអ្នកបែរជាយកទៅឲ្យតាំងយ៉ានលីនភ្លាមគេបានប្រើលុយនោះរួមជាមួយអំណាចក្រុមហ៊ុនត្រកូលស៊ូរបស់អ្នកដើម្បីជួយជ្រោមជ្រែងប្រើពេល3ឆ្នាំកន្លះបង្កើតក្រុមហ៊ុនតាំងមីងឡើងចំណែកក្រុមហ៊ុនត្រកូលស៊ូដោយសារតែទង្វើរបស់អ្នកប៉ុន្មានឆ្នាំនេះគឺចិត្តផ្សាយធនជាច្រើនដងចុងក្រោយគឺបានជូឈីយូជួយទើបអាចរស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃខ្ញុំពិតជាល្ងងមែននោះវាលុយដល់ទៅ1000លានឯណោះឈប់សិនទៅមិនមែនអ្នកនិយាយថាអ្នកមកពី6ឆ្នាំមុនទេហីពេលនេះអ្នកមានអាយុត្រឹមតែ19ឆ្នាំប៉ុណ្ណោះអ្នកមិនដែលបានធ្វើរឿងទាំងនោះទេមិនចាំបាច់ទទួលខុសត្រូវរឿងទាំងនេះសៀវសុងចុះជាយូនិយាយថានឹងលែងលះជាមួយខ្ញុំហើយចុះមិនមែនជាអ្វីដែលអ្នកចង់បានទេហីតែគាត់និយាយថានឹងទុកកូនឲ្យគាត់ទោះខ្ញុំគ្មានការចងចាំពីការចិញ្ចឹមកូនក៏ដោយតែគ្រាន់តែគិតថាត្រូវបែកពីកូនទាំងស្រុងខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់បើមិនចង់លែងលះអញ្ចឹងក៏ព្យាយាមរក្សាវាទុកទៅត្រូវរក្សាវាដោយរបៀបណាទោះខ្ញុំមិនដឹងថាចៅឈីយូពេលនេះនៅមានចិត្តលើអ្នកឬអត់ព្រោះប៉ុន្មានឆ្នាំមុនអ្នកធ្វើរឿងច្រើនពេកតែខ្ញុំជឿជាក់ថាគាត់នឹងមិនព្រមលែងលះជាមួយអ្នកឡើយដើម្បីឲ្យស៊ិនយួនមានគ្រួសារពេញលេញបើអ្នកអាចធ្វើឲ្យគាត់ផ្លាស់ប្ដូរគំនិតធ្វើឲ្យគាត់គិតថាអ្នកអាចជាម៉ាក់ល្អបានប្រហែលជាគាត់មិនលែងលះទេចុះត្រូវធ្វើម៉េចខ្ញុំមិនដែលធ្វើជាម៉ាក់គេផងម្យ៉ាងទៀតស៊ិនយួនហាក់ដូចជាខ្លាចខ្ញុំណាស់គាត់ខ្លាចអ្នកគឺជារឿងធម្មតាទេអ្នកមិនដែលអត់ធ្មត់ជាមួយគាត់សំបីបន្តិចដោយសារតែអ្នកទើបគាត់កើតជំងឺថប់បារម្ភពេលជួបមនុស្សឲ្យតែឃើញមនុស្សចម្លែកគាត់នឹងញ័រខ្លួននឹងបែកញើសធ្ងន់ធ្ងរជាងនេះអាចនឹងសន្លប់ទៀតផងខ្ញុំពិតជាធ្វើរឿងអាក្រក់ដាក់ស៊ិនយួនដល់ថ្នាក់នោះមែនទេរឿងកន្លងផុតទៅហើយកុំគិតច្រើនអីចាប់ពីពេលនេះទៅព្យាយាមកែប្រែខ្លួនទៅសៀវសុងហេតុអ្វីខ្ញុំខ្លាចជាមនុស្សអាក្រក់បែបនេះហេតុអ្វីខ្ញុំត្រូវធ្វើបាបកូនខ្លួនឯងខ្លាំងម្ល៉េះគាត់នៅតូចនៅឡើយគាត់មិនដឹងអ្វីសោះតែខ្ញុំបែរជាស្អប់គាត់ខ្ញុំពិតជាម៉ាក់ដែលអាក្រក់មែនខ្ញុំសុំទោសស៊ិនយួនទាំងដែលពេលនេះនៅអាចកែប្រែបានមើលមុខអ្នកពេលនេះចុះដូចមនុស្សអស់សង្ឃឹមអញ្ចឹងសៀវសុងខ្ញុំមើលទៅអាក្រក់ណាស់មែនទេទៅចុះខ្ញុំនាំអ្នកទៅញ៉ាំអីអ្នកបាត់បង់ការចងចាំ6ឆ្នាំបរិយាកាសខាងក្រៅប្រហែលជាចម្លែកសម្រាប់អ្នកហើយលោកម្ចាស់មានវិក័យប័ត្រទិញទំនិញមួយច្បាប់ត្រូវការឲ្យលោកចុះហត្ថលេខាចាំនិយាយគ្នានៅពេលល្ងាចខ្ញុំត្រូវទៅញ៉ាំអីជាមួយមិត្តភក្តិខ្ញុំទៅចុះខ្ញុំស្គាល់ហាងមួយមានម្ហូបឆ្ងាញ់ខ្លាំងណាស់អ្នកប្រកាសជាចូលចិត្តសៀវសុងខ្ញុំធ្លាប់មកទីនេះពីមុនមែនទេមិនអីទេរឿងចាស់កន្លងផុតទៅហើយពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទៅយើងចេញដំណើរហើយវ៉ាម្ហូបនេះស្អាតម្ល៉េះចាំខ្ញុំថតរូបសិនហា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 ញ៉ាំសិនទៅបើចូលចិត្តថតរូបចាំលើកក្រោយនាំមកទៀតសប្បាយចិត្តណាស់តើខ្ញុំកំពុងតែរស់នៅជីវិតដែលមានមិត្តភក្តិល្អចិញ្ចឹមមែនទេជាសំណាងណាស់ភ្លេចរឿងសំខាន់បំផុតមួយតើមានរឿងអីអូយភ្នែកខ្ញុំមើលទៅអាក្រក់ណាស់ចាំបដូរអេហ្វិកសិនច្រើនឆ្នាំហើយដែលមិនបានថតរូបខ្លួនឯងបែបនេះ
សៀវសុងឥឡូវអ្នកសង្ហាខ្លាំងណាស់លយមែនទែនពីមុនខ្ញុំនៅមានការសង្ស័យខ្លះតែពេលនេះខ្ញុំជឿជាក់ស្ទើរតែ 100% ហើយមនុស្សនៅចំពោះមុខនេះគឺមីវអាយុ19ឆ្នាំមិនក៏គ្មានអ្នកណាឡាយឲ្យខ្ញុំសោះចឹងពីមុននៅសាលាខ្ញុំមានប្រជាប្រិយភាពខ្លាំងណាស់ទៅណាមានតែគេរាក់ទាក់បង្ហោះរូបម្ដងមានតែគេឡាយឲ្យតែពេលនេះញ៉ាំបាយរួចហើយបែរជាមានតែពួកផ្សាយពាណិជ្ជកម្មមកឡាយឲ្យទៅវិញនិយាយលេងចេញសៀវសុងតែឥឡូវនេះខ្ញុំគួរឲ្យស្អប់ខ្លាំងណាស់មែនទេអ្នកដែលស្អប់ខ្ញុំប្រហែលជាមិនមែនមានតែស្ត្រូវចាស់ជូជីយូនោះទេនៅមានអ្នកផ្សេងទៀតត្រូវការឲ្យខ្ញុំជូនអ្នកត្រឡប់ទៅផ្ទះទេមិនក៏ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាតួអង្គអាក្រក់ក្នុងប្រឡំលោកចឹងអ្នកណាក៏ស្អប់កុំគិតច្រើនអីខ្ញុំស្រឡាញ់អ្នកបំផុតអាហោអ្នកស្រីនិងកញ្ញាសៀវមិនមែនឆ្លោះគ្នាហើយមែនទេមិនក៏ស្រាប់តែត្រឡប់មកស្និទ្ធស្នាលគ្នាវិញនាងម្នាក់នេះចង់ធ្វើអីទៀតហើយរកអ្នកតាមដាននាងទៅចាំសិនទុកវាចុះយ៉ាងណាក៏នៅសល់តែ3ថ្ងៃទៀតដែរចង់ធ្វើអីក៏ធ្វើទៅថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់មីវអាយុ19ឆ្នាំជាវសុងអាយុ25ឆ្នាំនៅតែស្រឡាញ់អ្នកខ្លាំងណាស់កុំយំអីកុំយំប្រយ័ត្នធ្វើឲ្យឈេនីវ៉ាន់ភ័យខ្លាចជាវសុងអ្នកគឺជាមិត្តដែលល្អបំផុតរបស់ខ្ញុំក្នុងជីវិតនេះយើងនឹងល្អនឹងគ្នាជារៀងរហូតស៊ូមីយ៉ូព្យាយាមឡើងអ្នកប្រកាសជាធ្វើបានខ្ញុំត្រូវតែបង្កើតទំនាក់ទំនងល្អជាមួយឈេនីវ៉ាន់ទោះបីជាចុងក្រោយត្រូវលេងលេះជាមួយឆៅឈៀក៏ដោយខ្ញុំក៏សង្ឃឹមថាមានឱកាសដណ្ដើមយកសិទ្ធិថែទាំឈេនីវ៉ាន់ដែរផ្កាយតូចម៉ាក់នៅនេះម៉ាក់គឺជាម៉ាក់របស់កូនតារាតូចកាលពីមុនម៉ាក់ធ្លាប់ធ្វើរឿងមិនល្អច្រើនតែពេលនេះម៉ាក់ចង់កែខ្លួនម៉ាក់ចង់ធ្វើល្អដាក់ឈេនីវ៉ាន់ចង់ក្លាយជាម៉ាក់ដែលឈេនីវ៉ាន់ស្រឡាញ់ឈេនីវ៉ាន់ព្រមផ្ដល់ឱកាសឲ្យម៉ាក់ទេម៉ាក់សុំអបមួយណាក្លិនទឹកដោះគោកូនម៉ាក់ពិតជាក្រអូបមែនទុនល្មើយដូចដុំម្សៅអេដូណាតែហេតុអ្វីបានជាដូចឆៅឈៀម្លេះក្រៅពីភ្នែកគ្មានអ្វីដូចម៉ាក់សោះផ្កាយតូចឲ្យម៉ាក់រមៀលដុំថ្មតូចចុះទៅដែរមែនទេពិភពលោករបស់ក្មេងពិតជាសប្បាយណាស់ហាហាលោកឆៅប្រញាប់ទៅសួនផ្កាកុលាបយកឈេនីវ៉ាន់មកវិញកុំឲ្យស៊ីមីយ៉ូចូលចិត្តឈេនីវ៉ាន់ហើយក៏កុំឲ្យនៅជាមួយគ្នាពីរនាក់ដែរលោកស្រីអ្នកត្រឡប់មកវិញហើយឬលោកឆេនហុចទូរស័ព្ទឲ្យគាត់ស៊ឹមយ៉ូខ្ញុំបានសន្យាថានឹងលេងលេះជាមួយអ្នកក្នុងរយៈពេល3ថ្ងៃអ្នករងចាំតែ3ថ្ងៃមិនបានទេចាត់ទុកថាខ្ញុំជើឈឺសុំអង្វរអ្នកម្ដងទៀត3ថ្ងៃទៀតខ្ញុំនឹងធ្វើឲ្យអ្នកបានដូចបំណងឈឺណាស់ឥឡូវនេះត្រូវបើកទ្វារនេះដើម្បីប្រឈមមុខនឹងជីវិតដ៏អាក្រក់ដែលមិនបានគ្រោងទុកស៊ឹមយ៉ូអ្នកធ្វើបានលោកស្រីអាហារពេលព្រឹកបានរៀបចំរួចរាល់ហើយដឹងហើយនេះជាអាហារពេលព្រឹកសម្រាប់តែម្នាក់ឯងមែនទេខ្ញុំជាជ្រូករយ៉ាងណាអាហារប៉ុណ្ណេះញ៉ាំបានដល់ទៅ10នាក់ឯណោះចាស់លោកស្រីនេះគឺជាតាមការបង្គាប់របស់លោកស្រី
ផ្ទះបាយយើងគឺរៀបចំតាមចំណូលចិត្តរបស់លោកស្រីទាំងអស់បើមិនញ៉ាំក៏ប្រហែលជាគ្រួសារខ្ញុំទៀតហើយលោកស្រីសូមអញ្ជើញអង្គុយលើកក្រោយមិនបាច់រៀបចំច្រើនពេកទេធ្វើតែ2 3មុខបានហើយខ្ញុំញ៉ាំមិនសូវច្រើនទេប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយលើកលែងតែមានអ្នកផ្សេងញ៉ាំជាមួយបើមិនអញ្ចឹងទេធ្វើតែប៉ុណ្ណេះបានហើយនៅមានកន្លែងជាច្រើនទៀតដែលពួកគេមិនទាន់មានអាហារគ្រប់គ្រាន់កុំខ្ជះខ្ជាយអាហារអីចាស់លោកស្រីអ្នកញ៉ាំអាហារពេលព្រឹកហើយឬនៅមិញពេលមើលថែអ្នកប្រុសតូចខ្ញុំញ៉ាំរួចហើយចាស់ចុះអ្នកផ្សេងទៀតនៅមិនទាន់ញ៉ាំទេចាស់បើអញ្ចឹងអញ្ជើញអង្គុយញ៉ាំទាំងអស់គ្នាទៅខ្ញុំញ៉ាំមិនអស់ទេតែសនេះពួកអ្នកញ៉ាំទៅកុំឲ្យខ្ជះខ្ជាយអីយកទេលោកស្រីពួកយើងមិនហ៊ានអង្គុយញ៉ាំជាមួយទេចាស់ចាំលោកស្រីញ៉ាំរួចពួកយើងនឹងយកអាហារដែលសល់ទៅញ៉ាំបន្តមិនខ្ជះខ្ជាយទេចាស់បានខ្ញុំចាប់ផ្ដើមយល់ហើយនៅក្នុងក្រសែភ្នែកពួកគេខ្ញុំប្រៀបដូចជាតួអង្គអាក្រក់ក្នុងប្រឡំលោកដែលទាំងមានអំណាចមានលុយហើយចិត្តអាក្រក់គួរឲ្យខ្លាចស៊ូមៀវឲ្យស៊ូមៀវហេតុអ្វីបានជាឯងខ្លាចជាមនុស្សអាក្រក់បែបនេះឬមួយក៏មានខ្មោចចូលមិនថាជាបិសាចឬខ្មោចព្រាយអ្វីសូមចេញពីខ្លួនខ្ញុំទៅឲ្យលឿនគួរតែទៅកែប្រែរូបភាពរបស់ខ្ញុំក្នុងចិត្តកូនតូចវិញល្អជាងគេនៅក្មេងខ្លាំងណាស់ជាវ័យដែលត្រូវការយកចិត្តទុកដាក់តែដោយសារខ្ញុំទើបគេមានបញ្ហាភ័យខ្លាចសង្គមមិនអាចចេញទៅជួបអ្នកក្រៅបានហើយក៏មិនអាចរាប់អានមិត្តភក្តិវ័យដូចគ្នាបានដែរម៉ាក់កូនតូចម៉ាក់ចង់លេងជាមួយកូនម៉ាក់ទៅលេងជាមួយកូនបានទេមានរឿងអ្វីមែនទេថ្ងៃនេះលោកស្រីហាក់ដូចជាផ្លាស់ប្ដូរទៅជាមនុស្សម្នាក់ទៀតថែមទាំងឲ្យពួកយើងកាត់បន្ថយការធ្វើអាហារពេលព្រឹកទៀតកុំខ្ជះខ្ជាយអាហារអីគាត់កំពុងធ្វើស្អីទៀតលោកនាយកក្រុមហ៊ុនស៊ីនហ៊ូមានរឿងមួយទៀតអ្នកស្រីញ៉ាំបាយរួចក៏ឡើងទៅជាន់ទី3ដើម្បីលេងជាមួយក្មេងប្រុសតូចគាត់ហាក់ដូចជាដឹងថាខ្ញុំបារម្ភក៏ទុកទ្វារចំចោលខ្ញុំក៏លួចមើលបន្តិចអ្នកស្រីសប្បាយចិត្តណាស់ប្រុសតូចក៏សប្បាយចិត្តដែរពួកគេលេងជាមួយគ្នាបានមួយសន្ទុះពេលគប់ឈើធ្លាក់ពួកគេក៏នាំគ្នាសើចយូរហើយដែលខ្ញុំមិនបានឃើញប្រុសតូចសើចសប្បាយបែបនេះខ្ញុំក៏នឹកមិនឃើញដែរថាតើប៉ុន្មានឆ្នាំមកហើយដែលខ្ញុំមិនបានឬសំឡេងសើចដ៏រីករាយបែបនេះហាកាលនោះគាត់ពោពេញដោយភាពរស់រវើករីករាយនឹងសេរីមានភាពជឿជាក់ស្រស់ស្អាតខ្លាំងណាស់អ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរចាប់តាំងពីថ្ងៃដែលមានកូនមកហាកូនតូចផ្កាយថ្ពាល់កូនដូចនំខេកឆ្ងាញ់ម្ល៉េះញ៉ាំមិនបានទេហេម៉ាក់ចូលចិត្តញ៉ាំឲ្យម៉ាក់ញ៉ាំបានទេបើម៉ាក់ញ៉ាំកូនតូចផ្កាយនឹងបាត់ទៅហើយអូបាទញ៉ាំមិនបានទេកូនតូចផ្កាយជាមនុស្សញ៉ាំមិនបានទេណាអញ្ចឹងយើងបន្តលេងគូបឈើទៀតទៅលើកនេះម៉ាក់ជួយកូនតូចផ្កាយសង់ប្រាសាទដ៏ធំស្អាតមួយល្អទេកូនតូចផ្កាយងុយគេងហើយមែនទេឲ្យម៉ាក់បីទៅគេងណាមិននឹងងុយទេកូនមិននឹងងុយទេអញ្ចឹងកូនតូចផ្កាយហេតុអ្វីមិនចង់គេងចង់លេងជាមួយម៉ាក់ខ្លាចថាពេលភ្ញាក់ឡើងម៉ាក់លេងជាមួយកូនមែនទេកូនតូចផ្កាយល្អកុំខ្លាចអីម៉ាក់នឹងនៅក្បែរកូនជារៀងរហូតកូនសម្លាញ់ម៉ាក់នៅលេងជាមួយកូនណាម៉ាក់នៅញ៉ាំបាយជាមួយកូនហើយម៉ាក់នៅគេងជាមួយកូនទៀតយកទេម៉ាក់នៅគេងថ្ងៃជាមួយកូនណាយកព្រមទេលោកស្រីចាំខ្ញុំនាំក្មេងតូចទៅគេងចុះមិនបាច់ទេថ្ងៃនេះខ្ញុំគេងជាមួយគាត់
តែធម្មតាខ្ញុំជាអ្នកមើលថែក្មេងតូចគេងថ្ងៃគាត់គេងរៀងរករឿងបន្តិចឲ្យខ្ញុំជាអ្នកលួងគាត់គេងទៅខ្លាចរំខានដល់ពេលសម្រាប់របស់លោកស្រីខ្ញុំបានសន្យាជាមួយក្មេងតូចហើយថានឹងគេងជាមួយគាត់បើអ្នកមីងមិនស្រួលចិត្តទេខ្ញុំអាចបើកទ្វារបន្ទប់ទុកចោលបានអត់ទេខ្ញុំមិនមានបំណងបែបនោះទេខ្ញុំគ្រាន់តែខ្លាចលោកស្រីគេងមិនលក់ស្រួលមិនអីទេអ្នកមិនបាច់បារម្ភពេកទេអាឡូលោកចៅលោកស្រីនាំក្មេងតូចទៅបន្ទប់គាត់ហើយគាត់ថាគាត់នឹងគេងថ្ងៃជាមួយក្មេងតូចតើត្រូវធ្វើម៉េចខ្ញុំគួរទៅខាត់គាត់ទេប្រាប់ខ្ញុំមកអូនសម្លាញ់កំពុងមើលអីហ្នឹងមើលទៅជក់ចិត្តម្លេះគំនូនេះស៊ូដានផ្ញើមកពីបរទេសចុះហេតុអីបានគាត់ផ្ញើគំនូមកឲ្យអូនព្រោះកាលពីមុនខ្ញុំធ្លាប់និយាយថាចង់រៀបចំពិធីមង្គលការតែរ៉ូមែនទិកបំផុតនៅលើโลกនៅទីនេះតែការមានផ្ទៃពោះធ្វើឲ្យផែនការទាំងអស់រលាយហើយក៏ធ្វើឲ្យក្តីស្រមៃខ្ញុំរលាយបាត់ដែរស៊ូដានគិតថាវាអាចជំរុញចិត្តខ្ញុំទើបគាត់ផ្ញើគំនូនេះមកផ្កាកុលាបក្នុងគំនូនេះគឺជាកន្លែងដែលស្អាតបំផុតក្នុងចម្ការនោះអូនសម្លាញ់កុំបារម្ភអីចាំអូនសម្រាលកូនរួចបងនឹងនាំអូនទៅទីនោះដើម្បីរៀបចំពិធីមង្គលការដែលរ៉ូមែនទិកបំផុតនៅលើโลกអាហោអាហោអាហោតាំងពីតូចដល់ធំខ្ញុំមិនដែលជួបរឿងអយុត្តិធម៌បែបនេះទេអាហោអាឡូមីវមីវហេតុអីបានយំអន់ចិត្តបែបនេះអ្នកណាធ្វើបាបអូនខ្ញុំស្អប់ជើជាយូរបំផុតខ្ញុំចង់លេងលះជាមួយគាត់ខ្ញុំចង់លេងលះជាមួយគាត់ចុះជើងអ្នកយ៉ាងម៉េចហើយត្រូវការទៅពិនិត្យនៅមន្ទីរពេទ្យទេចាំខ្ញុំបើកឡានទៅទទួលប្រហែលជាមិនបាច់ទេពេលក្រិចដំបងឈឺខ្លាំងណាស់តែឥឡូវប៉ះទៅលេងសូវឈឺហើយប្រហែលក្រិចបន្តិចបន្តួចទេលេបថ្នាំបន្តិចទៅគឺបាត់ហើយកុំធ្វើប្រហែលអីចាំខ្ញុំចេញពីធ្វើការទៅទទួលអ្នកទៅពេទ្យមានតែបងទេដែលល្អជាមួយអូនបំផុតលោកស្រីចៅត្រូវការឲ្យខ្ញុំពិនិត្យជើងជុំទេអរគុណច្រើនដែលរំខានលោកសំណាងហើយដែលមិនប៉ះពាល់ដល់ឆ្អឹងគ្រាន់តែជាការរលាកសាច់ដុំទេខ្ញុំនឹងចេញវិជ្ជាបញ្ជីថ្នាំលាបឲ្យ2 3ថ្ងៃទៀតនឹងជាសះស្បើយអរគុណលោកគ្រូពេទ្យតែថ្នាំនេះខ្ញុំអត់បានយកមកជាមួយទេចាំបន្តិចទៀតខ្ញុំឲ្យគេយកទៅជូនអរគុណខ្ញុំបានពិនិត្យជើងលោកស្រីចូលរួចហើយមិនមានអ្វីធ្ងន់ធ្ងរទេគ្រាន់តែរលាកសាច់ដុំលេបថ្នាំប៉ុន្មានថ្ងៃនឹងជាគាត់ខ្លាចឈឺតាំងពីក្មេងមកកាលពីក្មេងក្រិចជើងម្ដងយំ3ថ្ងៃជាប់គ្នាពេលខ្ញុំទៅមើលគាត់ថែមទាំងខឹងនឹងខ្ញុំហើយចង់វាយខ្ញុំទៀតលោកចៅនេះជាថ្នាំដែលលោកត្រូវការចៅជាយាយខ្ញុំស្លាប់ក៏មិនរៀបការជាមួយអ្នកដែរប្រសិនបើការលេងលេះជាមួយខ្ញុំអាចធ្វើឲ្យអូនត្រឡប់ទៅជាមនុស្សស្រីដែលគ្មានកង្វល់និងមានសុភមង្គលដូចមុនបើអញ្ចឹងខ្ញុំអាចព្រមលេងដៃបានតើខ្ញុំអាចត្រឡប់ទៅបន្ទប់វិញពេលណាលេងសូវជឿហើយប្រហែលជាថ្នាំចាប់ផ្ដើមមានប្រសិទ្ធភាពហើយសុំទោសណា
មិនអីទេខ្ញុំគេងលក់ហើយជើងអូនធូរស្រាលខ្លះហើយឬនៅអូនធូរច្រើនហើយលោកគ្រូពេទ្យចាងបានពិនិត្យឲ្យអូនគ្រាន់តែរលាកសាច់ដុំទេគាត់ក៏បានឲ្យថ្នាំមកដែរលាបទៅមានអារម្មណ៍ថាធូរស្រាលច្រើនល្អហើយសម្រាប់ឲ្យបានច្រើនទៅមានការអីតាក់ទងមកបងបានគ្រប់ពេលណាអូនចាំបានថាអូនដេកនៅលើសាឡុងរងចាំលោកគ្រូពេទ្យផ្ញើថ្នាំមករងចាំយូរពេកក៏ដេកលក់ទៅតើអ្នកណាជាអ្នកជូនខ្ញុំទៅបន្ទប់ថែមទាំងជួយលាបថ្នាំឲ្យខ្ញុំទៀតគឺលោកជូឈីយូមែនទេគេមានចិត្តល្អដល់ថ្នាក់នឹងផងអីតាមពិតទៅគេចូលចិត្តឬស្អប់ខ្ញុំគ្នាខ្ញុំមិនចង់អត់ឃ្លានរហូតដល់ស្លាប់ទេអូមិនក៏មានអារម្មណ៍ដូចជាចោលលួចចូលផ្ទះគេបែបនេះរាត្រីសួស្ដីហេតុអ្វីបានជាញ៉ាំមីកញ្ចប់ព្រោះខ្ញុំឃ្លានបើមិនឃ្លានតើអ្នកណាទៅញ៉ាំមីកញ្ចប់រឿងនេះមិនច្បាស់ពេកហើយហីបើខ្លាំងមែនមកធ្វើម្ហូបឲ្យខ្ញុំញ៉ាំទៅប្រុសអាក្រក់អើយអ្នកអាចហៅអ្នកស្រីចិនឲ្យក្រោកមកគាត់នឹងធ្វើម្ហូបឲ្យអ្នកញ៉ាំអ្នកនៅជាមនុស្សដែរឬទេអ្នកស្រីចិនអាយុជាង40ឆ្នាំហើយទាំងត្រូវមើលថែក្មេងតូចគាត់ហត់នឿយខ្លាំងណាស់អ្នកនៅហ៊ានឲ្យគាត់ក្រោកពីដំណេកមកធ្វើម្ហូបឲ្យអ្នកទៀតជូឈីយូហេតុអ្វីបានជាអ្នកមានចិត្តខ្មៅដោយពួកថៅកែចិញ្ចក់ឈាមបែបនេះខ្ញុំនឹងធ្វើមីសាច់គោឲ្យអ្នកញ៉ាំចុះមីកញ្ចប់នេះធ្វើម៉េចមិនអាចចោលបានទេទុកវាទៅបន្តិចទៀតខ្ញុំនឹងញ៉ាំវាបើមិនគិតពីរឿងផ្ទាល់ខ្លួនជូឈីយូពិតជាបុរសល្អមែនមុខមាត់សង្ហារាងកាយមាំមួនកម្ពស់1.91 ម៉ែត្រជើងវែងជាងជីវិតខ្ញុំទៀតឥឡូវថែមទាំងចេះធ្វើម្ហូបទៀតពិតជាល្អឥតខ្ចោះមែនមិនបានទេខ្ញុំកំពុងតែឡងស្រឡាញ់គេមែនទេខ្ញុំឃ្លានដល់ថ្នាក់នេះហើយមិនអាចឲ្យរូបភាពបោកបញ្ឆោតបានទេទោះបីជាមិនដឹងថាហេតុអ្វីអាយុ19ឆ្នាំខ្ញុំស្រឡាញ់គេតែពេលនេះខ្ញុំអាយុ19ឆ្នាំនឹងមិនស្រឡាញ់ជូឈីយូដាច់ខាតខ្ញុំមិនលែងលះព្រោះមិនចង់ឃ្លាតពីកូនតូចផ្ដល់ពេលឲ្យខ្ញុំដើម្បីកែប្រែគ្រប់យ៉ាងដល់ពេលនោះខ្ញុំនឹងដណ្ដើមយកសិទ្ធិមើលថែកូនដោយត្រឹមត្រូវញ៉ាំទៅតាំងពីគាត់ផ្លាស់ប្ដូរចរិតមកហាក់ដូចជាយូរហើយដែលគាត់មិនបានថតរូបអាហារជូឈីយូហេតុអ្វីមិនដាក់ស្លឹកខ្ទឹមឲ្យខ្ញុំអ្នកដឹងច្បាស់ថាខ្ញុំចូលចិត្តស្លឹកខ្ទឹមបំផុតហេតុអ្វីបានជាអ្នកមិនដាក់ឲ្យមិនមែនអ្នកលេងចូលចិត្តស្លឹកខ្ទឹមហើយទេខ្ញុំនិយាយពេលណាទៅ2 ខែមុនពេលអ្នកសម្រាលកូនពីមុនរាល់ពេលខ្ញុំធ្វើមីឲ្យអ្នកខ្ញុំតែងតែធ្វើតាមហាន់ស្លឹកខ្ទឹមល្អិតដាក់ចូលតែមានយប់មួយអ្នកឃើញស្លឹកខ្ទឹមក្នុងចានក៏ខឹងហើយបោកចានមីនោះចោលបើវាបណ្ដាលមកពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលតើវាអាចធ្វើឲ្យបដូរចំណូលចិត្តអាហារបានដែរឬមួយក៏មានអ្នកណាចូលសន្ធិដ្ឋរាងកាយខ្ញុំមនុស្សម្នាក់កំពុងរស់នៅសុខស្រាប់តែមានគេមកដណ្ដើមយកព្រលឹងរហូតដល់ប៉ុន្មានឆ្នាំទើបដណ្ដើមរាងកាយមកវិញបាត់បង់ពេលវេលាដ៏មានតម្លៃប៉ុន្មានឆ្នាំនោះគួរឲ្យខ្លាចណាស់ជូឈីយូបើខ្ញុំប្រាប់ថាមានគេចូលសន្ធិដ្ឋរាងកាយខ្ញុំតើអ្នកជឿទេខួរក្បាលអ្នកមានបញ្ហាលេងនេះអ្នកធ្លាប់ប្រើកាលពី3ឆ្នាំមុនហើយហេតុអ្វីមិនរកលេខថ្មីមកធ្វើរឿងរ៉ាវទៀតសៀវសុងអ្នកដឹងរឿងនេះទេកាលពី3ឆ្នាំមុនខ្ញុំពិតជាធ្លាប់ប្រើលេងនេះឆ្លុះជាមួយជូឈីយីមែនទេថែមទាំងចង់លេងលេះជាមួយគាត់ទៀតថាខ្ញុំមិនមែនស៊ូមីយ៉ាវម្នាក់ដើមជាប្រលឹងមកពីពិភពផ្សេងថាខ្ញុំមិនស្រឡាញ់ជូឈីយីតែស្រឡាញ់តាំងយ៉ានលីនឲ្យជូឈីយីដោះលែងខ្ញុំចុះបើខ្ញុំនិយាយការពិតវិញចុះបើអ្វីដែលខ្ញុំនិយាយជាការពិតមែននោះសៀវសុងខ្ញុំប្រាប់អ្នកណាយប់នេះខ្ញុំឃ្លានជូឈីយីធ្វើមីសាច់គោឲ្យខ្ញុំ
បែរជាមិនដាក់ស្លឹកខ្ទឹមឲ្យខ្ញុំសួរគាត់បែរជាថាព្រោះខ្ញុំលែងចូលចិត្តទើបមិនដាក់ទោះបីចរិតខ្ញុំផ្លាស់ប្ដូរចុះហេតុអ្វីបានជាចំណូលចិត្តអាហារក៏ប្ដូរដែរឬមួយក៏មកពីមានគេចូលសន្ធិដ្ឋរាងកាយខ្ញុំមែនដូចក្នុងរឿងប្រឡំលោកដែលត្រូវបានតួអង្គអាក្រក់ចូលសន្ធិដ្ឋរាងកាយដែលត្រូវបានគេគ្រប់គ្រងប៉ុន្មានឆ្នាំព្រោះអ្នកធ្លាប់និយាយដោយផ្ទាល់មាត់ការចូលសន្ធិដ្ឋគ្រាន់តែជាលេសដែលអ្នកបង្កើតឡើងដើម្បីលេងលះចុះរឿងមិនញ៉ាំខ្ទឹមបារាំងវិញរឿងនេះអ្នកក៏ធ្លាប់និយាយដែរអ្នកថាអ្នកធ្វើដើម្បីឲ្យគាត់ខឹងដើម្បីឲ្យគាត់ព្រមលេងលះជាមួយអ្នករឿងធំដល់ថ្នាក់នេះហេតុអ្វីចៅជីយូមិនប្រាប់ខ្ញុំសោះគាត់គ្រាន់តែនិយាយស្រាវថាខ្ញុំស្រាប់តែមិនចង់ញ៉ាំខ្ទឹមបារាំងតែមិនបាននិយាយមួយម៉ាត់ពីរបួសដែលគាត់ទទួលបានឡើយអ្នកស្រីចេនសៀវស៊ីងស៊ីងនៅឯណាអ្នកស្រីអ្នកប្រុសតូចនៅជាន់ទី4គ្រូពេទ្យចិត្តសាស្ត្រកំពុងព្យាបាលគាត់ក្នុងរយៈពេល1ម៉ោងនេះមិនអាចចូលទៅរំខានបានទេគ្រូពេទ្យចិត្តសាស្ត្រព្យាបាលសៀវស៊ីងស៊ីងដែលនៅក្មេងម្លេះខ្ញុំនឹកឃើញហើយសៀវសុងធ្លាប់ប្រាប់ខ្ញុំថាសៀវស៊ីងស៊ីងដោយសារតែខ្ញុំទើបកើតជំងឺភ័យខ្លាចក្នុងការទំនាក់ទំនងបានជាគាត់ត្រូវការគ្រូពេទ្យចិត្តសាស្ត្រព្យាបាលខ្ញុំនៅតែចង់ដឹងហេតុអ្វីបានជាខ្ញុំខ្លាចជាមនុស្សអាក្រក់បែបនេះបើមិនមែនដោយសារការចូលសន្ធិដ្ឋមិនមែនដោយសារមានគេមកគ្រប់គ្រងរាងកាយតើវាអាចមកពីមូលហេតុអ្វីទៅលីអានណាហេតុអ្វីនាងខ្លាចជាគ្រូពេទ្យចិត្តសាស្ត្ររបស់កូនខ្ញុំចៅជីយូគិតស្អីហ្នឹងរកមនុស្សដែលលួចស្រឡាញ់ខ្លួនមកធ្វើជាគ្រូពេទ្យចិត្តសាស្ត្រឲ្យកូនខុសគ្នាមិនមែនតិចទេស៊ូមីអ្នកកំពុងរងចាំខ្ញុំមែនទេស្ថានភាពកូនខ្ញុំយ៉ាងម៉េចហើយអ្នកហ៊ានសួររឿងនេះផងមិនមែនអ្នកមិនដែលខ្វល់ពីគាត់ទេខ្ញុំខ្វល់ពីកូនខ្ញុំចាំបាច់ត្រូវរីការប្រាប់អ្នកដែរឬអ្នកដែលជួលអ្នកគឺចៅជីយូតែខ្ញុំជាប្រពន្ធគាត់ខ្ញុំក៏មានសិទ្ធិសួរពីលទ្ធផលព្យាបាលកូនខ្ញុំដែរវឌ្ឍនភាពគឺគ្មានវឌ្ឍនភាពទេដំណឹងល្អតែមួយគត់គឺយ៉ាងហោចណាស់វាមិនអាក្រក់ជាងមុនបើស្ថានភាពគាត់កាន់តែធ្ងន់ធ្ងរបញ្ហានឹងកាន់តែធ្ងន់ធ្ងរជាងនេះធ្ងន់ធ្ងរប៉ុណ្ណាស្លាប់ឬធ្ងន់ធ្ងរជាងនេះទៅទៀតគឺខ្លាចជាក្មេងដែលមានជំងឺអូទីសឹមដែលមិនអាចមានអារម្មណ៍ជាមួយពិភពខាងក្រៅធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងហេតុអ្វីបានជាទៅជាបែបនេះអ្នកមិនមែនជាគ្រូពេទ្យចិត្តសាស្ត្រផ្ទាល់របស់គាត់ទេជួយរកវិធីដោះស្រាយផងកូននៅតូចនៅឡើយនិយាយក្នុងមកខ្ញុំមិនមែនជាដុំថ្មទេតើខ្ញុំត្រូវសហការយ៉ាងណាខ្ញុំអាចជួយកូនបានទេដើមហេតុនៃជំងឺកូនគឺស្ថិតនៅលើអ្នកមានតែអ្នកទេដែលព្រមសហការព្យាបាលទើបអាចធ្វើឲ្យគាត់ជាសះស្បើយតែអ្នកតែងតែបដិសេធនេះហើយជាមូលហេតុដែលការព្យាបាលមិនអាចទៅមុខបានតើខ្ញុំត្រូវធ្វើដូចម្តេចខ្ញុំព្រមសហការប្រាប់ខ្ញុំមកថាត្រូវធ្វើអ្វីខ្លះថ្ងៃនេះអ្នកប្លែកម្ល៉េះអ្នកមិនមែនកំពុងគិតរឿងអាក្រក់អ្វីទៀតទេមែនទេទោះបីក្មេងនោះមិនមែនជាកូនបង្កើតរបស់អ្នកតែក្នុងនាមជាគ្រូពេទ្យនិងជាមិត្តចាស់របស់អ្នកខ្ញុំសូមព្រមានអ្នកមួយម៉ាត់បើមានលើកក្រោយទៀតអ្នកនឹងបំផ្លាញគាត់ហើយកូននៅតូចនៅឡើយជាវ័យដែលត្រូវការមិត្តភក្តិតែដោយសារតែខ្ញុំទើបត្រូវជាប់ឃុំក្នុងវិឡាដ៏ធំនេះបើអ្នកព្រមសហការមែនអ្នកអាចសាកល្បងធ្វើរឿងទាំងនេះនៅក្បែរគាត់ឲ្យបានច្រើនធ្វើឲ្យគាត់មានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ពីអ្នកព្យាយាមយល់ពីចិត្តគាត់ហើយព្យាយាមនាំគាត់ឲ្យចូលក្នុងសង្គមវិញល្អបំផុតគឺឲ្យគាត់មានមិត្តភក្តិវ័យដូចគ្នាម៉ាក់លេងជាមួយគ្នាណាបានតាកូនខ្ញុំនឹងព្យាយាមធ្វើឲ្យកូនជាសះស្បើយគេថាឲ្យក្មេងត្រូវហើរថ្ងៃពេលព្រឹកច្រើនជួយឲ្យស្រូបយកកាល់ស្យូមបានល្អពេលនេះថ្ងៃកំពុងចាំងក្នុងសួនអាចលេងបានខ្ញុំនាំកូនទៅលេងក្នុងសួនបន្តិចសិនឆ្លៀតហើរថ្ងៃផងល្អហើយត្រូវការឲ្យខ្ញុំលាងផ្លែឈើយកទៅឲ្យទេមានសិទ្ធិបរិយទេចាំខ្ញុំទៅមើលសិនអញ្ចឹងអ្នករៀបចំទៅចុះជួយរៀបចំទឹកក្តៅឧណហមួយកុំសៀវឲ្យកូនផងពេលកូនហើរថ្ងៃអាចឲ្យគាត់ញ៉ាំទឹកបានចាស់អ្នកស្រី
កូនសម្លាញ់របស់ម៉ាក់ក្លិនក្រអូបម្លេះផ្អែមជាងនំខេកទៅទៀតម៉ាក់ថាប់កូនមួយខ្សឹតណាកូនថាប់ម៉ាក់វិញបានទេអត់ទេត្រង់នេះក៏ត្រូវថាប់ដែរហើយត្រង់នេះទៀតថ្ពរទុនក្លិនក្រអូបណាស់ម៉ាក់នឹកកូនទេអូកូនម៉ាក់បានលេខ1មែនទេពូកែណាស់កូនម៉ាក់ត្រង់នេះដូចម៉ាក់បេះបិទមានខូចថ្ពរស្អាតណាស់ហ្គេមនេះកូនរៀនលេងដោយខ្លួនឯងមែនទេម៉ាក់ធ្លាប់អង្គុយលេងជាមួយគាត់ម្ដងដែររូបភាពដូចគ្នាអញ្ចឹងកាលពីម្សិលមិញគាត់ពិតជាកំពុងលេងហ្គេមជាមួយកូនមែនចុះខ្ញុំយកច្រឡំលើគាត់មែនទេកុំដាក់ក្តីសង្ឃឹមលើគាត់ទៀតអីកាន់តែរំពឹងទុកច្រើនការជឿចាប់ក៏កាន់តែខ្លាំងអ្នកស្រីចង់ញ៉ាំស្ទ្បឺរីនៅថ្ងៃនេះតែខាងផ្ទះបាយគេថាស្ទ្បឺរីនៅកន្លែងទិញមិនសូវស្រស់ក៏មិនបានទិញមកខ្ញុំដឹងហើយលោកប្រធានមានបញ្ហាលើកិច្ចសន្យាពេលព្រឹកមែនទេតើស្ទ្បឺរីប្រភេទណាដែលឆ្ងាញ់ជាងគេបាទស្ទ្បឺរីមែនទេខ្ញុំឃើញពួកបុគ្គលិកស្រីចូលចិត្តញ៉ាំស្ទ្បឺរីប្រភេទក្រែមទៅរកទិញប្រភេទដែលស្រស់បំផុតយកទៅផ្ទះអ្នកស្រីចង់ញ៉ាំមែនទេខ្ញុំនឹងរៀបចំឲ្យឥឡូវនេះកូនសម្លាញ់យើងទៅដាក់ចំណីត្រីនៅស្រះនោះល្អទេហើយដើម្បីខ្ញុំស្រាប់តែផ្ញើរូបភាពទៅឲ្យគាត់ថែមទាំងជារូបភាពជីវិតប្រចាំថ្ងៃទៀតខ្ញុំឈួតទៅហើយមែនទេនាងនេះកំពុងលេងល្បិចអ្វីទៀតហើយខ្ញុំយកព្រមលេងលះរួចហើយតើនាងនៅមិនទាន់ពេញចិត្តអ្វីទៀតកូនសម្លាញ់កូនរៀនធ្វើតាមម៉ាក់អំបញ្ញមិញមកដាក់ចំណីឲ្យត្រីទៅម៉ាក់មិនអីទេទូចតារាមិញនេះកូនភ័យខ្លាចទេតារាពូកែណាស់កូនសម្លាញ់របស់ម៉ាក់ពូកែណាស់លោកប្រធានខ្ញុំមើលកាមេរ៉ាសុវត្ថិភាពរហូតភ្លេចខ្លួនធ្វើការក៏មិនសូវផ្ចង់អារម្មណ៍ដែរមានការអីលោកស្រីអាហារថ្ងៃត្រង់សម្រាប់ក្មេងប្រុសតូចរៀបចំរួចរាល់ហើយលោកស្រីអ្នកមិនអីទេយកកិច្ចសន្យាថ្មីមួយទៀតមកថ្ងៃនេះលោកប្រធានធ្វើការខុសច្រើនណាស់ច្រើនជាងពេលគាត់ទើបតែគ្រប់គ្រងក្រុមហ៊ុនទៅទៀតតើនៅផ្ទះមានរឿងអីមែនទេខ្ញុំមិនអីទេប៉ាមិនអីទេក៏ល្អហើយលោកស្រីលើកក្រោយត្រូវប្រយ័ត្នបន្តិចអ្នកដែលមានជាតិស្ករក្នុងឈាមមិនគួរក្រោកឈរភ្លាមបែបនេះទេខ្ញុំមានជាតិស្ករទាបមែនទេខ្ញុំរឹងមាំតាំងពីតូចមកម្លេះសុខភាពខ្ញុំល្អណាស់រាល់ពេលពិនិត្យសុខភាពគ្រូពេទ្យតែងតែសរសើរថាខ្ញុំរឹងមាំបន្ទាប់ពីសម្រាលកូនរួចលោកស្រីចង់ឲ្យរាងកាយឆាប់ត្រឡប់មកដូចដើមក៏សម្រកទម្ងន់ខ្លាំងពេកធ្វើឲ្យខ្វះសារធាតុចិញ្ចឹមចាប់ពីពេលនោះមកទើបអ្នកមានជាតិស្ករក្នុងឈាមទាបខ្ញុំទើបតែសម្រាលកូនរួចក៏សម្រកទម្ងន់ភ្លាមមែនទេខួរក្បាលខ្ញុំមានបញ្ហាយ៉ាងណានេះជារឿងដែលមនុស្សធម្មតាគេធ្វើមែនទេក្នុងនេះប្រកាសជាមានរឿងអ្វីលាក់ទុកនេះជាបទចម្រៀងដែលខ្ញុំធ្លាប់ស្ដាប់តាំងពីក្មេងជាបទដែលម៉ាក់ចូលចិត្តច្រៀងឲ្យខ្ញុំស្ដាប់បំផុតច្រៀងទៅច្រៀងមកខ្ញុំក៏នឹកម៉ាក់តែពេលនេះខ្ញុំមិនហ៊ានទៅជួបប៉ាម៉ាក់ទេអាចគិតបានថាស្អាតបែបនេះកូនតូចដ៏គួរឲ្យស្រឡាញ់នេះជាកូនខ្ញុំ
ក៏មានអារម្មណ៍ធូរស្រាលខ្លះតាំងពីព្រឹករហូតមកដល់ពេលនេះជើងរបស់គាត់មិនទាន់បានលាបថ្នាំនៅឡើយទេគាត់មិនចូលចិត្តញ៉ាំថ្នាំតាំងពីតូចហើយក៏មិនចូលចិត្តលាបថ្នាំដែរពេលនៅក្មេងបើក្រេចជើងរាល់ពេលលាបថ្នាំត្រឹងឲ្យប៉ាម៉ាក់ដេញតាមពីក្រោយទើបអាចលាបឲ្យគាត់បានថ្ងៃមួយប៉ាម៉ាក់ចេញទៅក្រៅយប់ជ្រៅទើបត្រឡប់មកវិញខ្ញុំធ្វើតាមបញ្ជារបស់ប៉ាម៉ាក់យកស៊ុបមាន់ទៅផ្ទះត្រកូលស៊ូចុងក្រោយគឺត្រូវចាប់គាត់ជាប់ទើបអាចលាបថ្នាំឲ្យគាត់បានរឿងនឹងធ្វើឲ្យគាត់ខឹងខ្ញុំមួយខែពេញពេលខ្ញុំធ្វើជាប្រធានថ្នាក់គាត់រត់ទៅចោលសម្រាមក្នុងថ្នាក់រៀនថែមទាំងរត់មកកន្លែងខ្ញុំបំពេញការងារឡើងលើដើមឈើអង្រួនខ្លាំងឲ្យស្លឹកឈើជ្រុះថ្ងៃបន្ទាប់មកខ្ញុំត្រូវគេស្ដីបន្ទោសរឿងអនាម័យហើយត្រូវពិន័យឲ្យធ្វើអនាម័យមួយសប្តាហ៍ពេញការណាត់ជួបអាហារពេលល្ងាចរបស់លោកចៅត្រូវបានលុបចោលឯការងារដែលសល់អ្នករៀបចំវាឲ្យស្រួលបួលរួចយកទៅដាក់នៅទីធ្លាខាងលិចមានរឿងបន្ទាន់នៅផ្ទះមែនទេហេតុអ្វីបានជាលោកចៅប្រញាប់ម្ល៉េះដូច្នេះហើយបានជាគាត់មិនព្រមលាបថ្នាំសោះនៅលើផ្លូវរបស់អ្នកម៉ាក់កូនចង់បានប្រាសាទពីភ្លុកក្មេងលេងតែយើងត្រូវទៅលាងមុខសិនតើបានទេមិនបានជាខ្ញុំហាក់ដូចជាសម្លេងសាច់របស់ក្មេងប្រុសតូចយូរហើយដែលមិនបាននេះក្មេងប្រុសតូចសាច់សប្បាយរីករាយបែបនេះការនៅរៀនថ្នាក់មធ្យមសិក្សាគាត់ចូលចិត្តអានប្រឡំលោកស្នេហាថែមទាំងញៀននឹងការលេងសម្ដែងតួអង្គជាមួយមិត្តភក្តិទៀតដោយសារខ្វះមនុស្សគាត់ក៏ទាញខ្ញុំឲ្យទៅសម្ដែងជាអ្នកបម្រើរបស់តួឯកប្រុសយូរហើយដែលមិនបានឃើញលោកប្រុសតូចសាច់បែបនេះដើម្បីឲ្យសមនឹងការសម្ដែងរបស់គាត់ប្រយោគនេះខ្ញុំនិយាយតែជាង100ដងហើយអ្វីមិនឲ្យខ្ញុំសម្ដែងជាតួឯកប្រុសព្រោះខ្ញុំជាតួឯកស្រីតើអ្នកណាគេចង់រៀបការជាមួយអ្នកមួយជីវិតនេះទោះបីជាត្រូវរៀបការជាមួយឆ្កែក៏ខ្ញុំមិនរៀបការជាមួយអ្នកដែរលោកចៅគម្រោងការលើកនេះបើធៀបនឹងលើកមុនចំណាយត្រូវបានកាត់បន្ថយ 0.5 ហើយនឹងបន្តនិយាយទៀតមកបន្ទប់ក្បែរការិយាល័យគឺជាបន្ទប់ក្មេងលេងតែខ្ញុំរៀបចំទុកសម្រាប់ស៊ីងយួនដោយឡែកថ្ងៃនេះម៉ាក់នឹងជួយស៊ីងយួនតូចសាងសង់ប្រាសាទដ៏ធំមួយតើបានទេហាហាបានម៉ាក់ប្រាសាទថ្ងៃនេះធំពេកហើយយើងមានតែ2នាក់ប្រហែលជាធ្វើមិនរួចទេតែថ្ងៃស្អែកស៊ីនប៉ាវកូនខឹងមែនទេដឹងអីចឹងមិនសន្យាផ្ដេសផ្ដាស់ទេស្បែកជើងខ្ញុំនៅណាស៊ីងយួនតូចមានរឿងអីឲ្យប៉ាជួយណាចៅឈឺយូអ្នកមកទីនេះធ្វើអ្វីកូនតូចមិនក៏យំអញ្ចឹងម៉ាក់មិនខឹងទេកូនប៉ាមកជួយហើយម៉ាក់ថា2អ្នកមិនគ្រប់ទេត្រូវមានប៉ាជួយទៀតអញ្ចឹងបានន័យថាដោយសារម៉ាក់ថាប្រាសាទធំពេក2អ្នកធ្វើមិនរួចទើបកូននឹកឃើញហៅប៉ាមកជួយមែនទេកូនប៉ាឆ្លាតណាស់នឹកឃើញវិធីដោះស្រាយភ្លាមតែម្ដងជប់ប៉ាមានរឿងអីកូនសម្លាញ់ចុះអាម្នាក់នេះពេលធំឡើងហេតុអីក៏មានសម្លេងសិចស៊ីម្លេះអត់ទេនេះវាជាគូស្ត្រូវចៅឈឺយូអាចឆ្កែស្អុយនោះតើទោះវាសង្ហាយ៉ាងណាក៏មិនអាចធ្វើឲ្យខ្ញុំញាប់ញ័របានដែរប៉ាថាបកូនផងហើយត្រង់នេះទៀតថាបត្រង់នេះផងត្រង់នេះទៀតមិនមែនទេហាហាហាប៉ាថាបម៉ាក់ត្រង់នេះផងឥឡូវខ្ញុំមានតែការចងចាំត្រឹមអាយុ19ឆ្នាំចិត្តគំនិតក៏នៅតែ19ឆ្នាំទោះបីនៅតែចាត់ទុកវាជាគូសត្រូវតែវាផ្លាស់ប្ដូរច្រើនពេកហើយ
សង្ហាហួសរហូតខ្ញុំមិនហ៊ានសម្លឹងមើលមិនបានទេមុខខ្ញុំក្តៅអស់ហើយខ្ញុំចង់រត់ចេញម៉ាក់ប៉ាឆាប់ថាបគ្នាទៅថាបអីគេថាបមែនហើយមនុស្សដែលគាត់ស្រឡាញ់មិនមែនជាខ្ញុំយូរមកហើយបើមិនមែនព្រោះតែខ្ញុំមិនព្រមលែងលះប្រហែលជាគាត់រត់ទៅរកប្រុសម្នាក់នោះបាត់ទៅហើយប៉ាឆាប់ឡើងបើអូនមិនព្រមបងអាចពន្យល់ប្រាប់កូនបានអាហោះខ្ញុំថាបជើឈឺយូរមុនមែនទេក្នុងខួរក្បាលខ្ញុំកំពុងតែវិលវល់ដូចភ្នំភ្លើងផ្ទុះអញ្ចឹងប៉ានៅត្រង់នេះទៀតជើឈឺយូរលោកអាចធ្វើឲ្យវាដាច់ស្រេចជាងនេះបានទេថាបថ្ពាល់មួយសោះយឺតយ៉ាវម្លេះលោកធ្វើកាត់អត់ហ្នឹងបងធ្វើមិនកាត់ទេលោកកុំមកផ្លុំខ្យល់ដាក់មុខខ្ញុំឆាប់ក្រោកឡើងអូនថាម៉េចណាមិនមែនអូនជឿថាបងធ្វើមិនកាត់ទេហេអញ្ចឹងឥឡូវអូនចង់ឲ្យបងធ្វើអីកូនប្រុសម៉ាក់ពូកែទេម៉ាក់ពូកែណាអូនេះយកទៅប៉ាស្រឡាញ់ម៉ាក់ស្រឡាញ់ប៉ាចុះអ្នកណាស្រឡាញ់កូនកូនសម្លាញ់យើងលេងតុកតាឈើបន្តទៀតទេប៉ាជាមួយម៉ាក់ប៉ាស្អាតណាស់កូនសម្លាញ់កូនទៅឈរចិត្តប្រាសាទនឹងទៅម៉ាក់ថតរូបកូនជាមួយប្រាសាទប៉ាជាមួយម៉ាក់ត្រូវតែនៅជាមួយគ្នាលោកម្ចាស់អ្នកនាងអាហារពេលល្ងាចរៀបចំរួចរាល់ហើយទុកឲ្យខ្ញុំធ្វើចុះជើងអ្នកមិនទាន់ជីផងចៅឈីយូមានការអីអ្នកជួយលាបថ្នាំឲ្យខ្ញុំមែនទេគ្រូពេទ្យចាំងប្រាប់ឲ្យអ្នកឧស្សាហ៍លាបថ្នាំតែអ្នកមិនដែលលាបដោយខ្លួនឯងម្ដងណាឡើយបើខ្ញុំមិនជួយលាបឲ្យអ្នកទេមិនដឹងពេលណាទើបជើងអ្នកជាសះស្បើយទេអូតែយ៉ាងណាក៏អរគុណអ្នកដែរពីថ្ងៃនេះគាត់ហាក់ដូចជាផ្លាស់ប្ដូរទៅមិនសូវជាពិបាកចូលចិត្តដូចមុនមើលទៅដូចជាមីវកាលពីមុនបន្តិចតើមកពីខ្ញុំព្រមលែងលះមែនទេតាមពិតអ្វីដែលគាត់ចង់បានគឺចង់ចាក់ចេញពីខ្ញុំគាត់លែងស្រឡាញ់ខ្ញុំយូរហើយមានតែខ្ញុំទេដែលរឹងរូសមិនព្រមជឿខ្ញុំគ្រាន់តែសុំទោសគាត់បន្តិចបន្តួចសោះខ្ញុំមិនបានធ្វើឲ្យគាត់ខឹងចុះហេតុអ្វីស្រាប់តែធ្វើមុខស្អុយដាក់ខ្ញុំមិនយល់សោះញ៉ាំបាយទៅកុំចេះដឹងរឿងគេម៉ាក់កូនសម្លាញ់មិនទាន់គេងទេម៉ាក់កូនចង់គេងជាមួយម៉ាក់បានតើកូនគេងជាមួយម៉ាក់ចុះប៉ាវិញទូចបែបនេះតាមពិតគួរតែគេងជាមួយប៉ាម៉ាក់តែហាក់ដូចជាកូនមិនដែលបានទទួលអារម្មណ៍បែបនេះសោះកុំថាឡើយឲ្យគាត់គេងជាមួយសូម្បីតែលួងលោមបន្តិចក៏គាត់មិនព្រមដែរកូនសម្លាញ់ទៅហៅប៉ាមកយប់នេះយើងគេងជាមួយគ្នាអរគុណម៉ាក់ប៉ាមកគេងជាមួយគ្នាម៉ាក់ប្រាប់ថាយប់នេះយើងគេងជាមួយគ្នាប៉ានឹងទៅភ្លាមប៉ាថាគាត់នឹងមកភ្លាមបើអញ្ចឹងម៉ាក់នាំកូនទៅលាងមុខមាត់សិនរួចចាំចូលគេងណាវ៉ាកូនម៉ាក់ពូកែណាទោះធ្មេញស្អាតហើយណាថ្ងៃនេះម៉ាក់នឹងនិទានរឿងចាប់នឹងកូនប៉ែទាំង7ឲ្យកូនស្ដាប់ជើជីវ័យគាត់ខលមកខ្ញុំធ្វើអីមានការអីមិនអាចមកនិយាយផ្ទាល់បានមែនទេអ្នកឯងខលមកខ្ញុំភ្លាមបែបនេះមានការអីមានរឿងអីដែលមិនអាចនិយាយផ្ទាល់បានមែនទេអូនសម្លាញ់គឺបងអ្នកណាគេ
ប្តីសម្លាញ់គាត់មិនមែនហៅខ្ញុំទេបើអញ្ចឹងប្រហែលជាហៅតាំងយ៉ានលីហើយពេលនេះគាត់ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ប្រញាប់ប្រញ័រខ្លាំងណាស់ចង់ប្រាប់ដំណឹងលេងលេះភ្លាមបែបនេះការពិតខ្ញុំចាញ់តាំងពីយូរហើយចាញ់ទាំងស្រុងទៀតអូនកំពុងលេងសើចជាមួយបងមែនទេអូនមិនដឹងថាបងជានរណាទេហ៎ស៊ូមីវរឿងលេងសើចនេះមិនកំ pl ែងទេណាអ្នកឯងឈួតមែនទេបងគឺតាំងយ៉ានលីមនុស្សដែលធ្វើឲ្យខ្ញុំលះបង់គ្រប់យ៉ាងម្នាក់នេះមែនទេខ្ញុំថែមទាំងដាក់ឈ្មោះគាត់ថាប្តីទៀតទូរស័ព្ទខ្ញុំប្រឡាក់អស់ហើយអ្នកខំមកខ្ញុំធ្វើអីរឿងដែលអូនសន្យាជាមួយបងលើកមុនអូនភ្លេចហើយមែនទេខ្ញុំសន្យាអីជាមួយអ្នកអូនសន្យាជួយប្អូនស្រីបងឲ្យបានតួឯកស្រីដែលស្រឡាញ់បងខាងក្រុមការងារគេចិត្តចាប់ផ្ដើមជ្រើសរើសទូហើយហេតុអ្វីអូននៅមិនទាន់យកតួនាទីនោះបានទៀតមិនមែនអូនថាចៅឈីយូស្ដាប់បង្គាប់អូនគ្រប់យ៉ាងទេហ៎ឲ្យតែអូនមាត់គាត់នឹងឲ្យអូនគ្រប់យ៉ាងមិនមែនទេចុះរឿងតួនាទីនេះវាទៅជាយ៉ាងម៉េចវិញការជ្រើសរើសចាប់ផ្ដើមថ្ងៃស្អែកនេះហើយថ្ងៃនេះអូនត្រូវតែយកតួនាទីនោះឲ្យបានបើមិនអញ្ចឹងទេកុំមកតាក់ទងបងទៀតអញ្ចឹងគឺមកសុំជំនួយខ្ញុំសោះមកសុំគេបែបនេះមែនទេសិនប៉ាល់កូនបិទត្រចៀកចាំម៉ាក់បន្តិចណាតាំងយ៉ានលីមែនទេកុំឃើញថាខ្លួនឯងមានបញ្ហាខួរក្បាលហើយមកធ្វើឈួតនៅទីនេះឲ្យមកសុំគេហើយនៅធ្វើរកពីទៀតខ្ញុំថាស្បែកមុខខាងឆ្វេងអ្នកឯងប្រហែលជាបកយកទៅបិទខាងស្ដាំទាំងមុខក្រាស់ទាំងគ្មានកេរខ្មាស់ស៊ូមីវអ្នកឯងចង់និយាយពីអីតើអ្នកមានន័យថាម៉េចតើពាក្យណាដែលធ្វើឲ្យអូនឈឺចាប់ប្រាប់បងមកបងនឹងនិយាយប្រាប់អូនម្ដងទៀតអូនសៀវម៉ាវតើអូនខឹងបងរឿងដែលបងទៅបរទេសលើកមុនហើយមិនបានទិញកាដូឲ្យអូនមែនទេអូនខឹងមែនទេបងបានពន្យល់អូនច្បាស់ហើយថាវាជាការងារបន្ទាន់ពេលវេលារឹតបន្តឹងពេកទើបបងមិនបានទិញលើកក្រោយបងនឹងទិញសង្វេងកុំខឹងអីណាបានទេតួអង្គក្នុងរឿងនេះពិតជាលេចធ្លោខ្លាំងណាស់គូប្រជែងរបស់ស៊ីវ៉ាន់ក៏កំពុងដណ្ដើមតួនាទីនេះដែរមិនមែនអូនជាមិត្តជិតស្និទ្ធបំផុតរបស់ស៊ីវ៉ាន់ទេតើអូនមិនគួរជួយគាត់ទេស៊ីវ៉ាន់ជានរណាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំមានតែឆុងនីនីម្នាក់ប៉ុណ្ណោះមនុស្សដែលត្រូវពឹងលើទំនាក់ទំនងរបស់ខ្ញុំដើម្បីដណ្ដើមតួនាទីតើអាចហៅថាជាមិត្តល្អបានយ៉ាងម៉េចហេតុអ្វីខ្ញុំត្រូវជួយគាត់សៀវម៉ាវនោះជាប្អូនស្រីរបស់បងសុំអូនចុះអូនមិនអាចសំបីតែយល់ព្រមតាមសំណើរបស់បងទេចង់ឲ្យខ្ញុំយល់ព្រមមែនទេបានតើពិតមែនឬអរគុណអូនសៀវម៉ាវបងដឹងថាអូននឹងមិនបដិសេធឡើយកុំទាន់ឲ្យខ្ញុំនិយាយមិនទាន់ចប់ផងសងលុយ 1000 លានដែលខ្ញុំឲ្យអូនខ្ចីទៅរកស៊ីមកវិញសិនចាំខ្ញុំជួយតើអូនកំពុងនិយាយពីអ្វីសៀវម៉ាវតើបងខ្ចីលុយអូនពីពេលណានោះមិនមែនជាលុយដែលអូនស្ម័គ្រចិត្តវិនិយោគទេហើយនេះជារឿងពីរផ្សេងគ្នាកុំយកមកលីឡំគ្នាថ្ងៃនេះនាងនេះកាត់អីបានជាកាច់ម្លេះមិនសងលុយកុំនិយាយរឿងផ្សេងខាងណាស់ខ្ញុំពិតជាភ្នែកកងឹតមែនតែទៅស្រឡាញ់មនុស្សប្រុសបែបនេះតែច្បាស់ជាមកប្រើប្រាស់ខ្ញុំបើត្រូវជ្រើសរើសចៅជាយូប្រសើរជាងម៉ាក់កុំខឹងណាម៉ាក់មិនខឹងទេម៉ាក់នឹងបន្តនិទានរឿងឲ្យស៊ីវយួនស្ដាប់បន្តទៀតហេតុអ្វីចៅឈីយូនៅមិនទាន់មកដល់តើអាមួយនេះកំពុងធ្វើស្អីការងារអ្វីដែលមិនអាចទុកមួយឡែកបានបំពេកូនឲ្យគេងសិនចាំទៅធ្វើការវិញក៏បានដែរចៅឈីយូតើនៅពេលណាទើបអ្នកមកគេងកូនប្រុសរងចាំអ្នកយូរហើយគាត់ងុយគេងខ្លាំងណាស់តែខំទ្រាំរងចាំអ្នកបងជូមានរឿងអីហ្នឹងប្រហែលជាអារម្មណ៍មិនល្អទេដឹងអញឈួតមែនទេហ៊ានជួបបារីមុខបងជូផ្ទះគាត់មានក្មេងតូចស្ទើរតែភ្លេចរឿងហ្នឹងបាត់ទៅហើយសំណាងហើយដែលអញរំលឹកតើអាចទេដែលគាត់ធ្វើបែបនេះដោយចិត្តណាវ៉ាលើខ្ញុំខ្ពស់ម្លេះខ្ញុំចង់ស្រក់ទឹកភ្នែកហើយពួកឯងអ្នកណាទៅនិយាយលួងបងជូទៅខ្លាំងបែបនេះខ្លាចមានរឿងអីឯងទៅអញក្មេងជាងគេបងជូនឹងមិនប្រកាន់អញទេកុំនិយាយផ្ដេសផ្ដាសលើកមុនខ្ញុំខឹងពេកក៏និយាយដាំស៊ូមៀវមួយម៉ាត់លទ្ធផលគឺត្រូវគាត់វីកន្លះមក
វាចំកន្លែងដែលមើលមិនឃើញទៀតជឿខ្លាំងណាស់ពេលខ្ញុំងូតស្រែកដោយខ្មោចលងកន្លះម៉ោងម៉ាក់ខ្ញុំស្មានថាខ្ញុំត្រូវខ្មោចចូលហើយគ្រូមកសូត្រមន្តឲ្យខ្ញុំទៀតបងជូពួកឯងមិនដឹងទេថាខ្ញុំទើបតែឃើញអ្វីឃើញអីបានជាអរំលេះមាវបងថ្លៃឲ្យបងជូឲ្យទៅផ្ទះគេងពិតមែនឬខ្ញុំមិនមើលច្រឡំទេគេនិយាយថាម៉េចឲ្យខ្ញុំស្ដាប់ផងពិតមែនឬមិនស្រួលទេបើទំនាក់ទំនងល្អដល់ថ្នាក់នេះចុះហេតុអ្វីបងជូនៅចេញមកផឹកស្រាទៀតខ្ញុំប្រកាស100ថាខ្ញុំមិនមើលច្រឡំទេបងជូគ្រាន់តែមើលទូរស័ព្ទតែមិនបានតបសារទេរឿងនេះមិនសមហេតុផលសោះធម្មតាបងជូឃើញសារបងថ្លៃភ្លាមគាត់តបភ្លាមមិនដែលលើសពី1នាទីទេពួកឯងអ្នកណាហ៊ានទៅស៊ូគាត់ទៅខ្ញុំខ្សោយណាស់កុំមើលមកខ្ញុំខ្លាចឈឺពួកឯងពីរអ្នកនេះពិតជាអត់ខុសចិត្តនឹងពួកឯងណាស់បងជូបងឆ្លុះជាមួយបងថ្លៃមែនទេម៉ាក់ស៊ីនបើទៅរកប៉ាទៅកូននៅទីនេះចាំម៉ាក់ណាម៉ាក់ទៅបន្តិចទៀតនឹងមកវិញចុះមិនមែនសន្យាថានឹងដេកជាមួយកូនទេហេមិនក៏គាត់ខុសសន្យាបែបនេះអ្នកស្រីឆេនឃើញលោកជូជីយូទេអ្នកស្រីលោកប្រធានទៅតែចេញទៅក្រៅបាត់ហើយចេញទៅក្រៅគាត់ទៅធ្វើអីខ្ញុំមិនដឹងដែរអ្នកស្រីតែមើលទៅទឹកមុខលោកប្រធានមិនសូវល្អសោះទឹកមុខមិនល្អគាត់តានតឹងឬមានរឿងអីរឿងនេះខ្ញុំអាចនិយាយបានទេនិយាយមកខ្ញុំមិនបន្ទោសអ្នកទេពេលលោកប្រធានចេញទៅទឹកមុខគាត់ហាក់ដូចជាពិបាកចិត្តខ្លាំងណាស់គាត់មើលទៅសោកសៅណាស់សោកសៅក្នុងភាពសោកសៅនោះគាត់ហាក់ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងគាត់សោកសៅរឿងអីទៅហេតុអីក៏ស្រាប់តែសោកសៅបែបនេះពីថ្ងៃនេះខ្ញុំក៏មិនបានធ្វើអីគាត់ដែរតើអ្នកដឹងទេថាគាត់ចេញទៅតាំងពីម៉ោងប៉ុន្មានប្រហែលកន្លះម៉ោងមុននេះឯងកន្លះម៉ោងឬមួយក៏ពេលគាត់មកដល់គាត់បាននឹងខ្ញុំនិយាយទូរស័ព្ទជាមួយតាំងលៀនហើយយល់ច្រឡំខ្ញុំទើបបានជាគាត់រត់ចេញទៅទាំងសពមែនហេនេះមែនជាជូឈីយូដែលខ្ញុំស្គាល់ស៊ីនប៉ាវកូនដេកសិនទៅណាប៉ាគាត់មានការងារបន្ទាន់ទើបចេញទៅក្រៅចាំស្អែកម៉ាក់នឹងនិយាយជាមួយប៉ាឲ្យច្បាស់ម៉ាក់សន្យាថានឹងដេកជាមួយកូនយកព្រមទេសន្យាហើយណាកុំខុសពាក្យអ្នកស្រីម្នាក់នេះវាចង់ធ្វើអីហ្នឹងថ្នមតិចមើលមានគំនុំអីនឹងគ្នាគ្មានទេបងជូប្រហែលជាអ្នកស្រីមានរឿងបន្ទាន់រកបងហើយបងជូបើមិនស្រួលបងវីខ្ញុំមួយដៃទៅពិតជាមិត្តល្អមែនបងឡានស្ពតថ្មីនោះបងយកទៅបើកលេងមួយអាទិត្យសិនទៅខ្ញុំអនុញ្ញាតឲ្យបងមកញ៉ាំបាយផ្ទះខ្ញុំមួយអាទិត្យពេញចង់ញ៉ាំអីក៏មកបានតាមចិត្តបងជូមានរឿងអីនិយាយមកទុកក្នុងចិត្តយូរទៅវានឹងធ្វើឲ្យបងឈឺចាប់មែនហើយបងជូមានរឿងអីនិយាយមកយើងជាបងប្អូននឹងគ្នាស្គាល់គ្នាយូរយើងនឹងជួយគ្នាដោះស្រាយបងចង់វាខ្ញុំក៏បានដែរចិត្តបានការហើយស្អែកនេះនឹងដោះស្រាយចប់ហើយឯងមិនមែនព្រមលេងលេះជាមួយបងថ្លៃហើយមែនទេមិនក៏ស្រាប់តែឯងព្រមលេងលេះឯងមិនមែនធ្លាប់និយាយទេគេថាបើមិនស្លាប់ក៏មិនលេងលេះដាច់ខាតយកច្រឡំខ្ញុំមិនថាទេថែមទាំងមិនព្រមលើកទូរស័ព្ទខ្ញុំទៀតមានតែភាពអាម៉ាស់ទេអាមនុស្សឈួតនេះប្រហែលជាគេឯងខលទៅថេងយ៉ាឡិនទើបយកច្រឡំហើយខូចចិត្តរត់ចេញពីផ្ទះរួចឯងខលទៅគេក៏គេមិនព្រមលើកខល2 ដងហើយខ្ញុំខលទៅ2 ដងហើយ2 ដងហើយដែលគេមិនព្រមលើកខឹងណាស់អាមនុស្សឈួតនេះនោណាចិត្តគេទៅពីមុនមកពេលណាដែលខ្ញុំខលទៅតែគេមិនលើកភ្លាមនោះឥឡូវហ៊ានមិនលើកទូរស័ព្ទខ្ញុំទៀតគេបែបនឹងតាំងពីតូចមកហើយខឹងឆាប់បាត់ឆាប់ទេព្រោះតែគេត្រូវបានគេស្រឡាញ់ពេកពេលអន់ចិត្តបន្តិចបន្តួចក៏អ៊ូទាំបើគេខូចចិត្តមែនគេប្រកាសជាយំមិនខានជាវឆាំងអញថាគេធ្វើបែបនេះហួសហេតុពេកទេបាត់ឯងទៅផឹកទឹកសិនទៅនិយាយយូរហើយស្ងួតហើយមែនទេ
Miêu tam bật từ nhom kết thà vì chi sinh nhà lọ mệt chăng cái vô cho làm thà anh nơi sờ lạnh thanh gia lần tớp khăng rụt trên bịp tè ta vì miên này thà mấy miên này thà giáo chiอยู่นั่งvì là mong khăng nè nhom trong này vậy thà vì bằng hai thà cái nơi miên anh không chật anh mình trong lên lẽ chỉ mùi kia tè hấy chân cứ lọ hai mình bạch lên tè cái khăng pro hai chỉ conแต่miên rом thà màได้รีบก้าจีมวยประปนแบบนี้เติบปะปอดอสิกได้คลายขนมระบอกเกบองเช้ากลมพักติดไอบองสระวังคลางหายเล่งได้เฟื่อไม่เตอปะบองคลายมันหมอกมินโนนาฮามบองเช้าบานเตจอกบะคอเตอบองคลายโปรโมกเมนเตคลายแต่กอดมันเลิกตุรศัพท์เตสะเมอเตอมันกอดเข้าหมอกบองเช้าปีดองหายเพราะให้จีมีนเรื่องเติบกอดโปรโมกจอกโนนาจีเนี่ยคอจอกบะพกน้องบันไดสังคมให้ดักตีตังเต๋อตุกเอาแต่บองคลายเมื่อบานหายส่งเอาขยมมีนเรื่องมวยจ้องสู้เนี่ยสู้หมอกตาสิวันได้ตั้งยันลิงมียัยนุจีโนนาก็ทาสิวันจีมัดละอบมพอดระบอกขยมแทนเตียงทาขยมสัญญาในนอมเกอสู้ไอซ์เรย์ขนงเรื่องได้เตรจูกูเปร่งชมุกเป็นเกคือเจ้าวันชิงตรโกเจ้าจอกมันแมนตั้งยันลิงทาจีบองเสกเตฮ่านุคือจีมนูได้เกสระลังจอกขยมปีมุนไม่ก็ตรบอ่านเจ้าวันชิงจีมัดเตวินขยมเตรเกดะมุนสไนหรืออย่างนะไอจังตั้งยันลิงสระลังเจ้าวันชิงมันเนี่ยนี่เมนเต้ให้ยกขยมทั่วจีโกนลอยเอาเกบอกเพราะให้จีไอจังให้ขยมแทนเตียงยกมนูได้ตั้งยันลิงสระลังหมกทั่วจีมัดละอบมพอดเตียดแทนเตียงคอมยกลอยเตอเอาเกเตียโอ้ยขยมปัจจิละมงเมนส่งไม่ก็มันวีขยมเอาสลับเตอขยมทั่วเรื่องกูดเอาไว้เตอนี้เรื่องนี้เนี่ยกูแต่เตอนี้ยัยจีมวยเจ้าจีอยู่เกตามจัดเนี่ยจริงขยมเตอเตียดไอแล้วเกส่งใบแต่ตัวสับขยมก็มันปรมเลือกผ่องส่งกล้อยอายุดับปรามบุญชนำตาขยมจีมวยเจ้าจีอยู่สระลังขณีเปิดเมนเต้เกสระลังขยมเปิดเมนเต้เป้แต่เนี่ยแต่งปีสระลังขณีคือจีเป้เวลีแต่เนี่ยมีนสแปมโกบ่มพอดเนี่ยคือจีมนุษย์ได้สลัดอาดบ่มพอดได้ขยมทลอกเคินป่าเนี่ยเนื้อใต้มันเจือไอ้ซาละบองใช้เมื่อบันไดสังคมจ้าระบอกเนี่ยป่ามันต้อนลุกเจ้าเตนูเพราะให้จีไอเคินด้านในก็ได้สระลังคลาขยมกันจีวัดไดเนอร์ซอร์จือจับเมนเต้บองคลายสู้สเตย์บองคลายเก็บพักจานดอกขนาดนี้ดอกสระไดเนอร์เตแต่งนุกสักแต่บองเจอพักแต่งออกให้เดไว้ปูเนี่ยมันคอดเก้พักจานไปหายเพื่อบับครูนไอแบบนี้ดำใบเอาไว้ปูยังจ้องคอดได้แต่เป้บองเจ้าอารมณ์มันละออกคลั่งขมิ้นโนนาไอคอดกอดบานเตนี่แต่รงจำไอกอดสระวังสันลบเตอเว้นปนเนาะปีมุนก็แบบนี้ได้หรือจับตั้งปีบองคลายพลับโดเตอร์บองชูกอดแต่งแต่เพื่อแบบนี้เองยูชิโยเนี่ยเนจำขยมบานเต้ทมินส์โดยกุดชงจำบานเตถาขยมจีโนนาทมินส์โดยกุดชงขยมคือซูเมียวขยมมกตัวเนี่ยเติบเตวินเฮาเชียกรอกลางเฮาเชียบnhẹ làng dương từ tia vinh hài từ tia dương vinh chầm lạnh na nhom hạ đôi chi mìnhประกันเตเปในchất cháo chiều